ព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីកូន3ប្រភេទម៉ែឪតែងតែជួបអ្នកជាម៉ែឪតែងនៅណេបនិតចង់ឃើញកូនពិតតាំងពីក្នុងផ្ទៃផែនការជីវិតគិតចប់មមីមុននឹងបុតថ្លៃប្រសូតចក្រត្បិតជាកូនហើយអ្នកណាមិនគិតចង់បានកូនពិតប្រកបដោយធម៌ពេលកូនកើតមកខំប្រឹងបីពរបើបានកូនល្អម៉ែឪអរណាស់តែកូនទាំងឡាយមាន3ប្រភេទចូលចាំសង្កេតពិនិត្យឲ្យច្បាស់ដូចដងមួយឃ្លាយមានតក់នាលខ្លះកាមរៀបបដូរផ្លាស់តាមប៉ុនម៉ែឪទី1គឺជាអតិចិត្តបុត្រកូនល្អបំផុតចេះដឹងខុសត្រូវមានសិលឧត្តមខ្ពង់ខ្ពស់លើសពីម៉ែឪរស់ឥតអាស្រូវជួយលើកឪម៉ែទី2គឺជាអនុចិត្តបុត្រមានសិលបរិសុទ្ធស្មើម៉ែឪដែរអាចអប់រំបានមិនលំបាកថែមិនឲ្យឪម៉ែទុកសោកសង្រេងទី3គឺជាអវចិត្តបុត្រខលខូចបំផុតតាំងតែពីក្មេងអប់រំពុំបានលំបាកក្រៃលែងម៉ែឪវង្វេងព្រោះកូនតិរិឆានតើបុណ្យម៉ែឪត្រូវជួបកូនណាកូន3ប្រការម៉ែឪគង់បានជួបកូនណាមួយឥត3ខកខានសូមតាំងសន្តានឲ្យបានមាំទាំបើបានកូនល្អក៏ត្រេកអរចោះបើបានកូនខុសក៏ត្រូវខិតខំកុំអស់សង្ឃឹមក្នុងការដឹកនាំអប់រំផ្សែផ្សំតាមតួនាទីត្រូវចែកវិជ្ជាជាកេរដល់កូនគុណឥតសាបសូន្យម៉ែឪទាំងពីរកូនមានកតញ្ញូកតវេទីដល់លោកទាំងពីរបានសុខសេរីព្រះគុណម៉ែឪសែនធ្ងន់ពេកក្រៃមិនអាចកាត់ថ្លៃធ្ងន់លើសផែនដីគ្រប់គ្រងរក្សាកូនទាំងប្រុសស្រីមិនឲ្យបុតថ្លៃទុកសោកសង្រេងកូនណាភ្លៀងភ្លាត់ភ្លេចគុណម៉ែឪបាបធ្ងន់ធ្លាក់ជ្រៅក្នុងភពងងឹតបើមិនព្រមកែប្រែចិត្តគំនិតដូចអស់ជីវិតសល់តែរាងកាយពេលអស់បនចាស់ស្លាប់ផ្លាស់ជាតិថ្មីនរកអវជ័យហួសក្តីបរិយាយព្រោះតែវង្វេងភ្លេចគុណឪពុកម្ដាយធ្លាក់ទៅអបាយមិនងាយរួចឡើយចំណែកឯកូនដែលដឹងគុណម៉ែឪគឺដើរត្រូវផ្លូវឆ្ពោះទៅសួគ៌ឋានរស់នៅមានន័យប្រពៃថ្កើងថ្កានស្លាប់ទៅក៏បានសោយសុគតិភពសុខាមត្តយតាលោកេកូនគិតខ្នាន់គ្នាកុំឲ្យមានខ្វះប្រតិបត្តិមេត្តាដែលដឹងគុណច្បាស់បានបុណ្យច្រើនណាស់សុខសាន្តក្នុងលោកាអថោបេតយតាសុខាម្យ៉ាងទៀតកូនណាប្រាថ្នាមានជោគប្រតិបត្តិបៃតាថ្លៃថ្លាប្រយោគមានភ័ព្វមានភោគជារោគជួបសុខអនុមោទនី